ចាប់ផ្ដើមហួរនៅជាមួយនឹងជីវិតដែលខ្ញុំចង់បានហួរនៅជាមួយនឹងជីវិតដែលខ្ញុំមានសុខចិត្តនៅអ្វីដែលខ្ញុំមានហើយសួស្តីអ្នកទាំងអស់គ្នាខ្ញុំឃើញមករយៈហ្នឹងច្រើនអ្នកស្គាល់អីចឹងឃើញ start vlogging ខ្ញុំមករយៈយ៉ាងមួយឆ្នាំដែររបៀបខ្ញុំចេះធ្វើវីដេអូ post នេះនោះអីចឹងទៅអ្នកដែលធ្លាប់ស្គាល់គ្នាមួយចំនួនក៏គាត់ comment ឬក៏ reply ថាជីវិតខ្ញុំឥឡូវ happy ម៉េចហើយស្វាយរហូតរបៀបមើលទៅជីវិតเพลงអីអញ្ចឹងណាជីវិតគេឡើងខ្ជូតជីវិតគេឡើងเพลงអីអញ្ចឹងទៅ actually main reason ដែលធ្វើឲ្យខ្ញុំ look happy yeah and I think I'm more pretty than before the main reason is like ខ្ញុំចាប់ផ្ដើមហួរនៅជាមួយនឹងជីវិតដែលខ្ញុំចង់បានហួរនៅជាមួយនឹងជីវិតដែលខ្ញុំមានសុខចិត្តនៅអ្វីដែលខ្ញុំមានខ្ញុំចង់បានជីវិតបែបណាខ្ញុំធ្វើបែបហ្នឹងនឹងជា main reason ដែលធ្វើឲ្យជីវិតយើងសុខគឺយើងចាប់ផ្ដើមហួរនៅជាមួយនឹងជីវិតដែលយើងចង់បានអ្វីដែលខ្ញុំដែលធ្វើឲ្យខ្ញុំសុខចិត្តខ្ញុំធ្វើនឹងថ្ងៃដូចការទៅ gym ខ្ញុំចំណាយពេលវេលានៅម្នាក់ឯងច្រើនអានសភៅតែខ្ញុំធ្វើអីដែលខ្ញុំគិតថាវាធ្វើឲ្យជីវិតខ្ញុំវាសុខអញ្ចឹងខ្ញុំគិតថានៅក្នុងចំណុចហ្នឹងគឺវាសំខាន់មែនតើនៅពេលដែលយើងចាប់ផ្ដើមហួរនៅជាមួយនឹងជីវិតដែលយើងមានហើយយើងហួរនៅជាមួយនឹងជីវិតដែលអ្នកទាំងអស់គ្នាចង់បានយើងធ្វើអីដែលសម្រាប់គោលដៅដែលអ្នកទាំងអស់គ្នាចង់បានជីវិតដែលអ្នកទាំងអស់គ្នាចង់បានខ្ញុំគិតថាវានឹងសុខអូតូម៉ាទិកជីវិតហួរនៅវាមិនមែនភីងទាំងអស់ទេក៏វាមានប្លែកដែរគាត់ថាអីដែលខ្ញុំសូហ្នឹងគឺខ្ញុំចង់សូតែជីវិតដែលសុខនៅក្នុង platform អីមួយនៅក្នុង TikTok ឬក៏ my own social media Facebook IG អញ្ចឹងទៅខ្ញុំគ្រាន់តែ show off as part of my happy life ព្រោះខ្ញុំចង់ឲ្យវាមាន good memory នៅក្នុងហ្នឹងខ្ញុំអត់ចង់ឲ្យមាន bad memory អីទេប៉ុន្តែ in real life ជីវិតយើងគឺវាមាន up and down វាមាន black វាមាន pink អញ្ចឹងទៅប៉ុន្តែអីដែល show ភាគច្រើនគឺខ្ញុំ show that happy life so ខ្ញុំមានអារម្មណ៍ថានៅពេលដែលខ្ញុំកាន់តែធ្វើវាបង្ហាញជីវិតសុខរបស់ខ្ញុំហ្នឹងទៅជីវិតខ្ញុំវាកាន់តែសុខហើយហ្នឹងមានជាជាយឹម show off អីទេខ្ញុំ feeling good to sharing របៀប happy life របស់ខ្ញុំនឹងទៅក្នុង platform អីមួយអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំក៏វាសប្បាយទៅតាមនឹងដែរអញ្ចឹងណាអញ្ចឹងនៅក្នុងការរស់នៅរបស់យើងខ្ញុំគិតថាបើសិនជាអ្នកទាំងអស់គ្នាចង់បានជីវិតដែល happy stop comparing yourself with other stop comparing your life ជាមួយនឹងជីវិតអ្នកដទៃកុំឲ្យប្រៀបធៀបខ្លួនឯងជាមួយនឹងជីវិតអ្នកដទៃនឹងការរស់នៅអ្នកដទៃអ្នកទាំងអស់គ្នាចាប់ផ្ដើមត្រឡប់មកមើលខ្លួនឯងហើយសួរខ្លួនឯងថាយើងចង់បានជីវិតបែបណាហើយ start ធ្វើបែបហ្នឹងទៅអញ្ចឹងអ្នកទាំងអស់គ្នានឹង happy ហើយនៅក្នុងការរស់នៅរបស់យើងខ្ញុំគិតថាអ្នកទាំងអស់គ្នាកុំឲ្យ compare ខ្លួនឯងជាមួយអ្នកដទៃនៅក្នុងអ្វីក៏ដោយកុំ compare ខ្លួនឯងជាមួយនឹងអ្នកដទៃបើសិនជាអ្នកទាំងអស់គ្នាឃើញថាជីវិតគេបែបហ្នឹងខ្ញុំចង់ឲ្យខ្លួនឯងលូតលាស់ដូចគេមើលទៅយើងមើល experience របស់គាត់ណាសួរគាត់ឬក៏យើងអាចទៅសួរគាត់បានថាខ្ញុំចង់បានជីវិតដូចបងឯងសុបាយអីអញ្ចឹងទៅ like can you share me something how to make a life happier than like you way អញ្ចឹងទៅខ្ញុំចង់រស់នៅជាមួយនឹងhappy life ដូចបងឯងអញ្ចឹងទៅអញ្ចឹងយើងអាចសួរគាត់បានយើងសុំ idea ពីគាត់ទៅហើយមួយទៀតបើសិនជាយើងបាន idea ពីគាត់ហើយបើសិនជាយើងអត់អនុវត្តខ្លួនឯងផ្ទាល់ទេអញ្ចឹងក៏វាអត់ទៅណាដែរមិនថាអ្នកទាំងអស់គ្នាទៅយក idea ពីអ្នកណាពីអ្នកណាក៏ដោយ if you yourself យើងខ្លួនឯងអត់ធ្វើទេគឺវានៅតែប៉ុណ្ណឹងជីវិតវាអត់មានទៅណាទេជាអ្នកទាំងអស់គ្នាគិតថា in moment right now it happy for you to enjoy it just enjoy it កុំដាក់សម្ពាធលើខ្លួនឯងសម្រាប់ខ្ញុំហ្មងគឺខ្ញុំអត់ expect អីទាំងអស់ខ្ញុំអាច enjoy អីបានគឺខ្ញុំ enjoy ហ្នឹងហើយខ្ញុំអត់ដាក់សម្ពាធលើខ្លួនឯងទេហើយខ្ញុំក៏អត់ compare ខ្លួនឯងជាមួយនឹងអ្នកណាដែរខ្ញុំរស់នៅជីវិតរបស់ខ្ញុំហើយរស់នៅជាមួយនឹងជីវិតដែលខ្ញុំចង់បានអ្នកទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេ I hope that it can help you guys and hope you guys enjoy it and bye